បាទសូមអនុញ្ញាតជម្រាបសួរដល់ពុកម៉ែបងប្អូនប្រុសស្រីទាំងអស់គ្នាបាទក្នុងឱកាសថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងបាទដើម្បីយកមកផ្សព្វផ្សាយលក់ចែកជូនដល់ពុកម៉ែបងប្អូនដែលមានតម្រូវការដូចជាស្វែងរករថយន្តបាទយកទៅប្រើបាទលក្ខណៈគ្រួសារហើយរថយន្តនេះផងដែរបាទគឺម៉ាកកាមេរីហើម95 ABS បាទដែលមានពណ៌សបកអលឹកគេហៅថាពណ៌ស្លែហ្នឹងណាបាទឡាននេះគឺឯកសារគ្រប់បាទអត់ស្ងោដោពោអត់កាត់តបាទអត់ក្លាប់បាទអត់បុកអត់ប៉ះទេបាទគឺប្រភេទឡានស្អាតបាទដូច្នេះពុកម៉ែបងប្អូនបាទដែលកំពុងតែស្វែងរកបាទរថយន្តយកទៅប្រើបាទលក្ខណៈគ្រួសារនឹងអាចទំនាក់ទំនងមកមើលបានបាទនៅទីរួមខេត្តបាត់ដំបងបាទឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទបាទក៏បានដែរយើងខ្ញុំនឹងចាំទទួលបាទដោយសេចក្តីរីករាយរថយន្តមួយគ្រឿងនេះបាទឃើញថាមានការលេងខាងក្រៅម៉ាសេដែរអញ្ចឹងណាបាទហើយសាច់ថ្នាំសាច់អីគឺអត់មានឆ្កេតឆ្កូតទេបាទសាច់ថ្នាំគឺស្អាតរលោងដូចក្នុងរូបភាពអញ្ចឹងពុកម៉ែបងប្អូនមកមើលផ្ទាល់បាទពិតជាដកចិត្តអត់រួចទេណាឃើញក្នុងរូបមិនមកក្រៅគឺអញ្ចឹងបាទសាច់ថ្នាំគឺពូលាហើយណាគឺស្មើគ្នាថេងបាទគឺអត់មានឆ្កេឆ្កូតលេខប្រឡាក់ទេបាទហើយភ្លើងវិញគឺលេងគុជហើយបាទគុជឡាស៊ីហើយពុកម៉ែបងប្អូនធ្វើដំណើរពេលយប់ពេលអីនេះគឺអត់ចាញ់ភ្លើងទេបាទហើយប្រាំងវិញ ABS ណាបងប្អូនណាប្រាំង ABS គៀបមុខក្រោយបាទអាហើមគឺពិបាករស់ណាបងប្អូនហើយបាទអាហើមមិនងាយមានទេប្រាំង ABS ហ្នឹងតែយើងកំងអញ្ចឹងណាអានេះ ABS ឲ្យប្រាំងវាគៀបមុខក្រោយអញ្ចឹងបងប្អូនណាបាទនេះបាទនេះគឺសុវត្ថិភាពមែនទែនសម្រាប់ពុកម៉ែបងប្អូនធ្វើដំណើរបាទធ្វើដំណើរពេលផ្លូវឆ្ងាយបើកលឿនបើកអីអញ្ចឹងណាជួយទប់លំនឹងបានច្រើនបើយើងនិយាយអំពីស្តុបក្រោយវិញពុកម៉ែបងប្អូនគឺស្អាតមែនទែនបាទគឺអត់មានប្រេះអត់មានបែកទេស្តុបស៊ីនបាទស្តុបស៊ីនបាទស្តុបស៊ីនបាទឡូកូឡូអីគឺនៅមកកំ pl ទាំងអស់អត់មានបាត់ទេបាទស្តុបខាងនៅអីវិញគឺស្អាតណាគឺមិនងាយទេបងប្អូនហើយបាទតាំងពី95រហូតដល់2026 27ហើយគឺវានៅសមរម្យមែនទែនឡាននេះណាបាទសាច់ថ្នាំអីវិញដូចពុកម៉ែបងប្អូនមកឃើញអញ្ចឹងបាទសាច់ថ្នាំរលោងចែងចាំងដូចកញ្ចក់អញ្ចឹងបាទពុកម៉ែបងប្អូនដែលស្រឡាញ់បាទឡានសាច់ថ្នាំស្អាតអត់ឆ្កូតបាទឯកសារគ្រប់អត់ស្ងោដោពោណាអត់កាត់តអត់ក្លាប់បាទអញ្ជើញមកមើលបានហើយតម្លៃវិញគឺស្មើនឹងម៉ូតូផ្លិចមួយគ្រឿងណា3000អានេះ3000តិចតួចបាទ3000តិចតួចបងប្អូនបាទទិញបានហើយខែភ្លៀងខែល្ងាខែក្តៅអីគឺយើងធ្វើដំណើរវាស្រួលជាងម៉ូតូអញ្ចឹងណាវាសុវត្ថិភាពជាងបាទហើយបងប្អូនចង់មកមើលបាទសរោតមកបាទក៏មកឲ្យបាទឡានដែលស្អាតឡានដែលស្អាតហ្នឹងថតពីដៃបងប្អូនណាបាទឥឡូវចូលមើលខាងក្នុងតិចមកបាទខាងក្នុងគឺធ្វើប្រផេះបាទអាវទ្វារអាវអីគឺនៅស្អាតណាកងតាក់កញ្ចក់អីនៅដើរទាំងអស់បាទអាវទ្វារគឺនៅស្អាតបាទមើលកម្មញ៉ៃវានៅស្អាតបងប្អូនណាបាទនេះអត់មានបាក់បែកទេនៅដើរទាំងអស់ឡុកអីបាទហើយលេងមញ៉ែថាច់បាទមញ៉ែថាច់រួចរាល់ហើយពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនដែលស្រឡាញ់ប្រភេទស្ដាប់ចម្រៀងក្រៅអូខេអីណាបាទបាទដើរធម្មតាហើយមិនសិនតិចអីគឺកុំសើស្ងាត់បាទតិចស្រឹបតែម្ដងបាទព្រមសិនជាក៏នៅស្អាតពវាបាទហើយកុងទ័រកុំអីគឺនៅដើរពវាទាំងអស់ណាកុងទ័រសាំងកុងទ័រអីហើយឡាននេះបញ្ជាក់ថាអត់ដែលបំពាក់ហ្គាសណាអត់ដែលបំពាក់ហ្គាសបាទសាំងស៊ីនបាទបងប្អូនដែលឆ្លាញ់ឡានសាំងស៊ីនអាចមកមើលបានបាទហើយស្រោមពុកគឺច្រកពីលើបងប្អូនណាហើយស្រោមពុកគេច្រកពីលើបាទគឺបាទមានម៉ាកអូខេបាទកាមេរីអញ្ចឹងណាបាទ
ปลาพวกหามนี่คือประมาณรัวđáบางคนnó sạch vàปันnàyคือมันไงแต่บางคนnày vì อายุการវាច្រើនឆ្នាំណាហើយតែវាគឺនៅវាស្អាតបាទជាពិសេសហ្នឹងគឺអត់ក្លាប់អត់កាត់តអត់ស្ងោរដូពោបាទអត់ក្លាប់អត់ស្ងោរដូពោអញ្ចឹងណាបាទហើយពុកម៉ែបងប្អូនយកទៅគឺប្រើធានាដល់សុខសប្បាយបងប្អូនណាបាទសិនតិចអីមួយសេតតែម្ដងបាទហើយឡានស៊េរីនេះអត់ដែលបំពាក់ហ្គាសអញ្ចឹងណាគឺកម្រណាពុកម៉ែបងប្អូនណាបាទវិញខ្ចីញញតែម្ដងណាបាទស្អាតណាបាទស្អាតបាទមិនដែលដឹកហ្នឹងហើយគេថាឡានសនុកបាទគឺអត់ដែលដឹកទេបាទហើយកងសកូវិញគឺថ្មី 98% ណាថ្មីបងប្អូនណាកាឡាបាទមើលកាឡាកងសកូថ្មីតែម្ដងបាទឥឡូវចូលមើលខាងស្ដាំខាងក្រោយបាទខាងស្ដាំរបស់គេបាទគឺនៅលេខកូដលេខអីរបស់គេមិនស្អាតណាអត់មានបាញ់ចូលសាច់ក្នុងទេបងប្អូនគេថាឡានសាច់ដែកបាទគឺឡានសាច់ដែកស្អាតបាទនេះស៊េរីចាស់ទេបងប្អូនស៊េរីចាស់ក៏ប៉ុន្តែវាសាច់វានៅស្អាតណាបាទអាវធ្វើអាវអីកម្មញ៉ៃកម្មអីគឺនៅស្អាតវាបាទក្នុងតាក់នេះគឺនៅភ្លឹងអាខ្លះវាបាក់បែកអានេះអីបាទហើយដូច្នេះពុកម៉ែបងប្អូនបាទដែលស្រឡាញ់បាទដែលស្រឡាញ់ប្រភេទកាមេរីហើមអាចមកមើលបានបាទបាទឯកសារវាគឺមានមួយសេតណាបាទឯកសារនេះបាទគោលមញ្ញាតឡាកបាត់អីគឺមានទាំងអស់ឈៀក2026ខែ11បាទប៉ុនឆ្នាំប៉ុនឆ្នាំ2025រួចរាល់ហើយបាទឥឡូវយើងចូលមើលនៅផ្នែកខាងមុខក្នុងម៉ាស៊ីនទៅបាទឥឡូវយើងចូលមើលខាងមុខណាបាទឥឡូវយើងចាប់មើលពី ABS វាណាបងប្អូនណា ABS វានេះបាទគឺកម្រមានបាទ ABS នេះបាទ ABS គឺនៅខាងហ្នឹងបាទហើយជើងតោះមកយើងមើលជើងបូមជើងអីវាមកបាទគឺកាយ៉ាវវានៅស្អាតទាំងអស់ណាស្អាតភ្លឹងតែម្ដងបាទមានប្រហើបាញ់ថ្នាំអីទេបាទគឺស្អាតបាទហើយលេខកូដធ្នឹមនេះគឺត្រូវទ្វារបងប្អូនណាលេខកូដអាគុយគឺនៅស្អាតអាគុយបាទដាក់មួយឆេះបាទហើយជើងបូមខាងឆ្វេងបាទហើយម៉ាស៊ីនប្រអប់លេខស្ងាត់រត់ស្រួលបងប្អូនណាបាទចូលលេខសឹងតែមិនដឹងបាទហើយដូច្នេះពុកម៉ែបងប្អូនបាទដែលស្រឡាញ់ឡានកាមេរីហើមអាចមកមើលបាននៅទីរួមខេត្តបាត់ដំបងបាទឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោមបាទអញ្ចឹងឥឡូវដល់ទីបញ្ចប់ហើយក៏ជូនពរពុកម៉ែបងប្អូនបាទរស់ស៊ីមានបានដែលចំណាយពេលវេលាដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បាយបាយ